ទូព្រមគុំខ្ញុំកណាខ្ញុំថ្ងៃនេះមានបទបង្ហាញមួយទៀតទុកជាចំណេះដឹងនឹងជាបទពិចារណាសិក្សាស្វែងយល់ដើម្បីត្រៀមលក្ខណៈរៀបចំជីវិតគឺការរស់នៅរបស់យើងផងដែរព្រោះជាចាំបាច់ដែលយើងទាំងអស់គ្នាត្រូវដឹងមិនដឹងមិនល្អការដឹងនេះសំខាន់និងចាំបាច់ណាស់ដែលនាំឲ្យយើងអាចសម្រួលឲ្យដំណើរជីវិតរបស់យើងនេះប្រព្រឹត្តទៅដោយប្រពៃបាននិយាយបានថារួចផុតចាកអំពីគ្រោះថ្នាក់មហន្តរាយផ្សេងបានដែរប្រសិនបើយើងមាននៅចំណេះដឹងនេះជាមូលដ្ឋានគ្រឹះក្នុងដំណើរជីវិតទៀតវាជារឿងមួយដែលចាំបាច់យ៉ាងហ្នឹងទើបត្រូវតែលើកយកមកដើម្បីបានធ្វើការសិក្សាពិចារណាស្វែងយល់ឲ្យបានល្អក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នាដែលអត្ថបទថ្ងៃនេះជាប់តាក់ទងជាមួយនឹងមហាចោសេចក្តីប្រែមកថាចោដ៏ធំបាទតែចោដ៏ធំមិនមែនចោធម្មតាទេហើយមហាចោនឹងមាន5ពួកមហាចោនឹងមាន5ពួកទេដែលបង្កនៅភយន្តរាយបង្កគ្រោះថ្នាក់បង្កវិនាសកម្មបង្កទុក្ខលំបាកបាទសេចក្តីខ្វល់ខ្វាយនៅក្នុងសំណាក់នៃមហាជនទាំងឡាយឬពួកជនទាំងឡាយក្នុងលោកនេះហើយយើងត្រូវតែសិក្សាស្វែងយល់និងត្រៀមលក្ខណៈបាទទុកជាមុនឲ្យហើយក្នុងដំណើរជីវិតកិច្ចការងារផ្សេងរបស់យើងហើយមហាចោមានលក្ខណៈឬមហាចោ5ពួកនេះរមែងកាត់ទីតខ្លះរមែងប្លន់ធំខ្លះរមែងប្លន់ផ្ទះទាំងឡាយខ្លះរមែងជាបុគ្គលដែលនាំយកនៅទ្រព្យរបស់ពួកជនទាំងឡាយដែលត្រាច់ទៅក្នុងទីនានានឹងទៅខ្លះអញ្ចឹងមហាចោ5ពួកនេះទី1មហាចោដែលនៅក្នុងទីពំរៀបស្មើទី2មហាចោដែលនៅនឹងព្រៃស្បានទី3មហាចោដែលអាស្រ័យជនអ្នកមានកម្លាំងទី4មហាចោដែលជាអ្នកសោកទ្រព្យនិងទី5មហាចោដែលជាអ្នកត្រាច់ទៅតែឯងដោយសេចក្តីថាក្នុងលោកនេះមិនតែសម័យកាលយើងនេះទេសម័យកាលផ្សេងនានាមករហូតកម្ពុជាអ្នកប្រាជ្ញលើភព3ព្រះអង្គសម្ដែងដើម្បីឲ្យយើងបានសិក្សាស្វែងយល់ដោយសេចក្តីថាណែមហាចោពួកទី1ដែលស្ថិតនៅក្នុងទីពំរៀបស្មើគឺបានដល់ទីជ្រោះជ្រងជ្រលងដងអូជាដើមនឹងទៅដែលជាទីនៅលាក់ខ្លួនពួនអាត្មាហើយជាច្រកដែលមហាជនទាំងឡាយចេញចូលដើម្បីមុខការងារផ្សេងឬតួនាទីផ្សេងហ្នឹងក៏ជាឱកាសដែលមហាចោនេះអាស្រ័យនៅហើយធ្វើសកម្មភាពនឹងយើងត្រូវចេះប្រុងប្រយ័ត្នចេះត្រៀមលក្ខណៈបំរុងទុកជាមុនផងដែរសម្រាប់យើងទាំងអស់គ្នាដែលត្រូវធ្វើដំណើរទៅកាន់ចន្លោះទីនោះបាទ
គឺយើងត្រូវដឹងហើយត្រូវត្រៀមលក្ខណៈជាមុនហ្នឹងទី1អានេះទី2មហាចោរដែលអាស្រ័យនៅព្រៃស្បាតធម្មតាមហាចោរវាមានការលាក់ខ្លួនពួនអាត្មាបំបាំងខ្លួនចេញអំពីភ្នែករបស់មហាជនទាំងឡាយមិនចេះតែឲ្យមហាជននានាឃើញស្គាល់ខ្លួនឯងឲ្យប្រកបនោះទេនេះគឺដើម្បីកុំឲ្យមានការចំណាំនឹងផងហើយសកម្មភាពមិនងាយមានអ្នកដឹកនឹងផងអញ្ចឹងរមែងតែងលាក់ខ្លួននៅតាមទីព្រៃស្បាតផ្សេងទៀតណារងចាំឱកាសពេលវេលារងចាំកលៈទេសៈដែលពួកជនទាំងឡាយត្រាច់ទៅកាន់ទីនោះពុំបានចាប់អារម្មណ៍ពុំបានចាប់ផ្លឹកនឹកពិចារណាដល់ពុំបានដឹងខ្លួនជាមុនពុំបានត្រៀមលក្ខណៈជាមុនក៏ធ្វើសកម្មភាពបង្កនៅមហន្តរាយដល់ពួកជនទាំងឡាយនោះឯងនឹងមួយទៅហើយទី3មហាចោរដែលអាស្រ័យជនអ្នកមានកម្លាំងគឺជាមហាចោរដែលមានការយកគប់យកគួរយកចិត្តទុកដាក់យកចិត្តយកថ្លើមជនអ្នកមានអំណាចជនអ្នកមានអំណាចមានកម្លាំងគឺអំណាចនេះឯងនៅក្នុងសង្គមហើយមហាចោរនោះយកចិត្តយកថ្លើមយកគប់យកគួរនៅជនអ្នកមានអំណាចទាំងឡាយនោះដើម្បីជាទីអាងដោយគិតថានៅពេលមានពួកជនទាំងឡាយឯណាឬក្រុមអ្នករាជការឯណាដតីចាប់បានខ្លួនក៏រមែងពឹងលើអ្នកមានកម្លាំងអំណាចនោះជាអ្នកជួយធ្វើការសម្របសម្រួលបន្ធូរបន្ថយឬដោះលែងសម្រាលចាក់ទោសទណ្ឌទាំងឡាយនោះណាមិនឲ្យមានការជាប់គុកជាប់ពន្ធនាគារផ្សេងឬមិនឲ្យមានការធ្វើទរណកម្មផ្សេងពីសំណាក់ជនរាជការបម្រើរាជការឬក៏ម្ចាស់នៃទ្រព្យទាំងឡាយនោះទេអានឹងដោយសេចក្តីអាងអញ្ចឹងហើយក៏រមែងតែងធ្វើសកម្មភាពបង្កវិនិស្សកម្មបង្កអន្តរាយបង្កទុក្ខវេទនាទុក្ខលំបាកផ្សេងដល់មហាជនក្នុងស្រុកក្នុងនិគមនានាទៅនឹងជាប្រការមួយហើយទី4មហាចោរដែលជាអ្នកសោកទ្រព្យក្នុងលោកនេះវាមានមហាចោរខ្លះគឺមានទ្រព្យច្រើនជាអ្នកមានទ្រព្យស្ដុកស្ដំទេហើយដល់តែមានទ្រព្យច្រើនអាងទ្រព្យនោះក៏ធ្វើនៅសកម្មភាពផ្សេងមានការឆក់ប្លន់ដណ្ដើមឬសកម្មភាពនាំយកនៅទ្រព្យរបស់ពួកជនទាំងឡាយក្នុងទីដែលជាឱកាសរបស់ខ្លួនដោយខ្លួនអាងថាបើទោះបីជាមានការចាប់បានអំពីអ្នករាជការឬអ្នកបម្រើរាជការឯណានេះមួយខ្លួនឯងនេះអាងនៅទ្រព្យដែលខ្លួនមានសោកប៉ាន់នៅអ្នករាជការនោះឬអ្នកធំនោះដែលមានភារកិច្ចតួនាទីក្នុងការបង្ក្រាបសកម្មភាពឆក់ប្លន់ដណ្ដើមនៃខ្លួនរមែងដោះលែងទៅរមែងឲ្យរួចទោសទណ្ឌទាំងឡាយទៅរួចចាកអំពីការឃុំឃាំងក្នុងពន្ធនាគារផ្សេងទៅដោយសារការសោកប៉ាន់នៅទ្រព្យរបស់ខ្លួនចំពោះអ្នកបម្រើកិច្ចការរាជការអ្នកធំទាំងឡាយនោះអានឹងវាមានមហាចោរក្នុងលោកនឹងអញ្ចឹងជាប្រការមួយទៅហើយទី5គឺមហាចោរដែលត្រាច់ទៅតែឯងក្នុងលោកនឹងវាមានការគិតពិចារណារបស់ពួកគាត់ផងដែរពួកគាត់គិតថាមានគ្នាច្រើនទៅក្រៃលោវាបែកការធ្វើសកម្មភាពណា
គ្នាច្រើនក្រៃលោចាប់បានមួយទៅហើយក៏បាយការនាំឲ្យឆ្លោះធ្លួយនាំឲ្យបង្កគ្រោះថ្នាក់អញ្ចឹងមហាចោរពួកខ្លះហ្នឹងគិតថាធ្វើសកម្មភាពតែម្នាក់ឯងត្រាច់ទៅតែឯងពេលដែលមានបញ្ហាអ្វីកើតឡើងក៏មិនអាចនឹងបាយការងាយទេព្រោះខ្លួនឯងតែម្នាក់ឯងមិនមានអ្នកណាដឹងឮដែលនាំមកនៅព័ត៌មាននឹងឲ្យបែកធ្លាយដល់ពួកអ្នករាជការឬពួកអ្នកដែលមានភារកិច្ចតួនាទីក្នុងការបង្ក្រាបនៅបទល្មើសឬបង្ក្រាបនៅចោរកម្មផ្សេងនោះឡើយទេឬក៏នាំឲ្យម្ចាស់ទ្រព្យទាំងឡាយអាចនឹងចាប់បានដោយងាយនោះទេมันអាចនឹងដឹងបានដោយងាយបាទដោយគិតថាវាជាអាចកំបាំងដែលមានតែម្នាក់ឯងទេនាំមកដល់អាចកំបាំងដល់ក្រៃលែងសម្រាប់ខ្លួនឯងធ្វើសកម្មភាពដោយចោរកម្មផ្សេងនោះឯងនេះគឺជាប្រការមួយដែរហើយទាំង5នេះគឺជាមហាចោរ5ពួកដែលរមែងតែងកាត់តនៅទីតទាំងឡាយផងរមែងប្លន់ធំប្លន់តូចទាំងឡាយផងរមែងប្លន់នៅផ្ទះឬវិមានប្រាសាទទាំងឡាយផងភូមិគ្រឹះទាំងឡាយផងរមែងជាបុគ្គលដែលនាំយកនៅទ្រព្យរបស់ពួកជនទាំងឡាយឆក់ដណ្ដើមនៅទ្រព្យរបស់ពួកជនទាំងឡាយក្នុងឱកាសកាលៈទេសៈនៃខ្លួនដែលអាចប្រព្រឹត្តទៅបាននៅផងមាននៅក្នុងโลกនេះដែលបងប្អូនកូនក្មួយទាំងអស់ត្រូវដឹងត្រូវស្គាល់ត្រូវយល់អំពីកាលៈទេសៈត្រូវយល់អំពីសារជាតិត្រូវយល់អំពីសហភាពបែបផែនផ្សេងក្នុងការតាច់ទៅធ្វើដំណើរទៅឬធ្វើសកម្មភាពផ្សេងរបស់យើងដើម្បីកិច្ចការងារណាត្រូវព្រមជាមួយការប្រុងប្រៀបប្រុងប្រយ័ត្នប្រឹងប្រែងធ្វើបំរុងប្រយ័ត្ននេះទុកជាមុនដើម្បីសម្រេចនៅសេចក្តីសុខសម្រេចនៅសេចក្តីចម្រើនជោគជ័យលើកិច្ចការងារល្អប្រចាំជីវិតរបស់យើងផងដែរដែលព្រះករុណាម្ចាស់បងប្អូនកូនក្មួយទាំងអស់ត្រូវដឹងត្រូវសិក្សាថ្លឹងថ្លែងស្វែងយល់ឲ្យបានល្អិតល្អទើបប្រសើរទើបនាំមកនៅសេចក្តីសុខពិតនាំមកនៅសេចក្តីចម្រើនពិតក្នុងដំណើរជីវិតបាទសូមអរព្រគុណនិងសូមអរគុណ